សម្រាប់ប៉ាម៉ាក់ដែលគាត់មានកូនជាកុមារមានតម្រូវការពិសេសឬក៏កុមារអូទីសឹមឬក៏កុមារមានបាតុអាកប្បកិរិយាផ្សេងហើយប៉ាម៉ាក់ពិបាកក្នុងការរកវិធីសាស្ត្រក្នុងការជួយកូនដើម្បីឲ្យគាត់ធ្វើអ្វីមួយតូចបានដោយខ្លួនឯងដែលគាត់អត់បានធ្លាប់ធ្វើពីមុនមកខ្ញុំលើកតាក់ទងនឹងចលនាតូចគឺតាក់ទងនឹងចលនាដៃរបស់គាត់ហ្នឹងដោយសារតែគាត់ធ្លាប់បានធ្វើកិច្ចការងារអីពីមុនមកអញ្ចឹងតាក់ទងនឹងដៃឬក៏ម្រាមដៃរបស់គាត់ឬក៏សាច់ដុំរបស់គាត់ហ្នឹងគឺនៅខ្សោយពេលខ្លះសូម្បីតែគាត់ចាប់កាន់វត្ថុដូចជាកាន់ស្លាបព្រាដូចជាកាន់ប៊ិចកាន់ហ្វឺតអីក៏អាចកាន់បានដោយសារគាត់កាន់ទៅរបូតកាន់ទៅអត់ជាប់ចឹងទៅដោយសារតែគាត់ធ្លាប់ប្រើចលនាដៃឬក៏គាត់កាន់វត្ថុអីផ្សេងតាក់ទងនឹងចលនាដៃចលនាតូចនឹងបានអញ្ចឹងប៉ាម៉ាក់អាចជួយកូនរបស់ប៉ាម៉ាក់ដើម្បីងាយស្រួលក្នុងការឲ្យគាត់ធ្វើឲ្យបានដោយខ្លួនឯងជាពិសេសគឺចលនាតូចនឹងអញ្ចឹងសម្រាប់ប៉ាម៉ាក់ក្នុងការឲ្យកូនរៀនកាន់ចាមិនទាន់ដល់កាន់ស្លាបព្រាមិនទាន់ដល់កាន់ប៊ិចមិនទាន់ដល់កាន់ហ្វឺតទេប៉ាម៉ាក់ត្រូវបង្វឹកចលនាដៃរបស់គាត់ឲ្យខ្លាំងដែរចាហើយតកតងនឹងការបង្វឹកចលនាដៃហ្នឹងគឺប៉ាម៉ាក់អាចរកជាវត្ថុណាដែលគាត់ចូលចិត្តលេងដូចជាកាក់ឬក៏ដូចជាក្របកម្មដូចជាអីផ្សេងដើម្បីគាត់ធ្វើចលនាដៃឬក៏សូម្បីតែដាក់ទៅយកចូលក្នុងដបចាដាក់ទៅយកចូលក្នុងដបឬក៏ដាក់ឈើចូលក្នុងដបក៏ជាចលនាដៃមួយសម្រាប់ឲ្យកុមារក្នុងការអនុវត្តតងចលនាតូចយ៉ាងដែរហើយឧទាហរណ៍ថាដាក់ក្រមកម្មចូលក្នុងដបវានៅក្នុងហ្នឹងវាមានទាំងចលនាដៃវាមានទាំងការផ្ចង់អារម្មណ៍ដែរអញ្ចឹងខ្ញុំលើកយកតែតាក់ទងចលនាដៃឯងអញ្ចឹងប៉ាម៉ាក់អាចបង្កើតចលនាដៃដោយហ្គេមងាយចាអញ្ចឹងឧទាហរណ៍ថាហ្គេមជាកៅស៊ូចាមិនថាកៅស៊ូកងឬក៏កៅស៊ូចុងសក់ទេដើម្បីឲ្យគាត់បានធ្វើម្រាមដៃរបស់គាត់ហ្នឹងឲ្យមានចលនាខ្ញុំឧទាហរណ៍ថាយើងមានដបទឹកមួយចឹងទៅហើយយើងមានកៅស៊ូសម្រាប់ឲ្យគាត់ទាញឲ្យដាក់ចូលក្នុងដបអាហ្នឹងក៏ជាហ្គេមមួយក្នុងការឲ្យគាត់ប្រឹងឬក៏ការធ្វើចលនាដៃទៅតងចលនាតូចរបស់គាត់ហ្នឹងចាអញ្ចឹងបើសិនជាគាត់មានកៅស៊ូយើងអាចទាញកៅស៊ូនឹងដាក់ចូលដបម្ដងមួយអាចដាក់1ដល់10អីចឹងទៅដើម្បីឲ្យគាត់បានធ្វើចលនាដៃហើយបើសិនជាគាត់បានធ្វើបានជោគជ័យហើយឬក៏បានល្អហើយអាហ្នឹងយើងមើលទៅតាមកម្រិតនៃកុមារដែរហើយការដាក់កៅស៊ូកងនឹងដែរឬក៏កៅស៊ូចុងសក់នឹងដែរយើងមើលទៅតាមកម្រិតរបស់គាត់ដែរព្រោះកៅស៊ូវាមានកៅស៊ូខ្លះវារៀងតឹងខ្លាំងវារៀងធូរវារៀងងាយស្រួលអីចឹងទៅអញ្ចឹងដើម្បីឲ្យកូនរបស់ប៉ាម៉ាក់ងាយស្រួលក្នុងការធ្វើយើងត្រូវដឹងពីកម្រិតរបស់គាត់ដែរបើសិនជាយើងដាក់កៅស៊ូណាដែលគាត់រៀងតឹងខ្លាំងគាត់ទៀបទៅចាប់ដើមដំបូងគឺរៀងពិបាកដូចកៅស៊ូចុងសក់អញ្ចឹងគឺរៀងតឹងខ្លាំងចាតែបើសិនជាកៅស៊ូកងវាមានពីកម្រិតដែរកៅស៊ូខ្លះអាចរៀងធូរអញ្ចឹងទៅកៅស៊ូខ្លះអាចរៀងតឹងអញ្ចឹងទៅអញ្ចឹងយើងមើលកម្រិតនៃបញ្ហាសិស្សដែរបញ្ហារបស់កូនរបស់ប៉ាម៉ាក់ដែរថាគាត់អាចធ្វើបានអត់ហើយផ្ដើមចេញពីចលនាតូចដូចជានាងខ្ញុំនិយាយអញ្ចឹងថាអាចដាក់ទៅយកចូលដបទឹកឬក៏ឲ្យធ្វើចលនាដៃផ្សេងទៅតចលនាដៃរបស់គាត់ឬក៏មូលគម្របទឹកចាឬក៏បិទគម្របហ្វឺតបិទគម្រบบ៊ិចបិទគម្របខ្មៅដៃបិទប្រអប់អីហ្នឹងចាគឺមានសារៈសំខាន់សម្រាប់ចលនាដៃជួយជំរុញចលនាដៃរបស់កូនប៉ាម៉ាក់បានអញ្ចឹងដើម្បីប៉ាម៉ាក់យកទៅអនុវត្តហើយនាងខ្ញុំក៏លើកទឹកចិត្តក្នុងការជួយជំរុញដែរព្រោះអីកុមារដែលគាត់ធ្លាប់ធ្វើកិច្ចការងារទាំងអស់ហ្នឹងមិនមែនដាក់ភ្លាមហើយគាត់ធ្វើបានភ្លាមទេចាអញ្ចឹងគឺយើងអាចធ្វើជាគំរូឲ្យគាត់មើលឬក៏យើងឲ្យគាត់សាកល្បងធ្វើហើយយើងមើលតើគាត់អាចធ្វើបានអត់ចាគាត់ធ្វើបានកម្រិតណាយើងអាចត្រូវតែដាក់កៅស៊ូឲ្យគាត់ដាក់តតែបានទេអត់ទេអញ្ចឹងយើងអាចបង្ហាញឲ្យគាត់មើលឲ្យគាត់យល់ពីបេះដូងសិនបានឲ្យគាត់ធ្វើហើយយើងក៏មើលការធ្វើរបស់គាត់ហ្នឹងតើគាត់បានធ្វើដល់កម្រិតណាហើយព្យាយាមបានកម្រិតណាយើងក៏ត្រូវព្យាយាមមួយគាត់ដែរមិនអាចធ្វើតែម្ដងឬក៏អវត្តតែម្ដងបានផលនោះទេចាអញ្ចឹងសូមឲ្យប៉ាម៉ាក់មានការអត់ធ្មត់ក្នុងការជួយបុត្រធីតារបស់ប៉ាម៉ាក់ទាំងអស់គ្នាចាសូមអរគុណ